អូនទៅលេងសង្ក្រាន្តមួយឆ្នាំមានតែមួយដងដើរលេងឲ្យហើយកុំឲ្យខកខានតែជាមួយបងមិននៅនឹងទាស់ចិត្តទូបីបងស្វិតតែបេះដូងនៅធម្មតាព្រៀបដូចចៅចិត្តថានឹងខុននារីពេលដែលជួបគ្នានឹងបងឌឺដងផ្លែផ្កាមកថាមិនស្រឡាញ់តែបើមិនចេញតាមកាយវិការនេះមែនទេអាការៈស្នេហាបេះដូងលោតញាប់ជាអតីតបារមាបើព្រៀបទៅនឹងកម្ដៅវិឡា100 អង្សាវិឡា100 អង្សាខំតែប៉ុណ្្នឹងហើយតែត្រូវនៅតែមិនព្រមឬអូនគេតែបងមិនមកបងទៅបងចលើមកចលើជាមួយស្រីមកពីបងចាប់ចិត្តចាប់បែតតែព្រោះសម្រស់ស្រស់ស្រីឲ្យបងនេះលងប្រានឲ្យបងនេះលងប្រានឲ្យបងនេះលងប្រានតាំងពីដើមមកបងមិនដែលចាប់ចិត្តអ្នកណាបងប្រុសព្រោះតែបងបានឃើញជីវ៉ាសម្រស់អូនស្រស់ស្អាតដូចជាទេពធីតាដែលយើងចូលតតលោកាមកមនុស្សសាក្មេងចាស់ប្រុសនិងស្រីតាំងពីដើមមកបងមិនដែលចាប់ចិត្តអ្នកណាបងប្រុសព្រោះតែបងបានឃើញជីវ៉ាសម្រស់អូនស្រស់ស្អាតដូចជាទេពធីតាដែលយើងចូលតតលោកាអូនឡំលែស្រីពិសីនៅប្រៃវែងជាប់ចិនជាប់កាយជាមួយអ្នកស្រុងថ្ងៃសាទដូចអូនគេញ៉ាំនឹងជាប់ប្រឡែងនៅថ្ងៃចូលឆ្នាំបងកាន់ដៃអូនទៅលេងសង្ក្រាន្តមួយឆ្នាំមានតែមួយដងដើរលេងឲ្យហើយកុំឲ្យខកខានតែជាមួយបងមិននៅនឹងទាស់ចិត្តទូបីបងស្វិតតែបេះដូងនៅធម្មតាព្រៀបដូចចៅចិត្តថានឹងខុននារីពេលដែលជួបគ្នានឹងបងឌឺដងផ្លែផ្កាមកថាមិនស្រឡាញ់តែបើមិនចេញតាមកាយវិការនេះមែនទេអាការៈស្នេហាបេះដូងលោតញាប់ជាអតីតបារមាបើព្រៀបទៅនឹងកម្ដៅវិឡា100 អង្សាវិឡា100 អង្សាខំតែប៉ុណ្្នឹងហើយតែត្រូវនៅតែមិនព្រមឬអូនគេតែបងមិនមកបងទៅបងចលើមកចលើជាមួយស្រីមកពីបងចាប់ចិត្តចាប់បែតតែព្រោះសម្រស់ស្រស់ស្រីឲ្យបងនេះលងប្រានឲ្យបងនេះលងប្រាន